mấy bạnក្នុងវីដេអូនេះដែរគឺការបង្រៀនផាត់មុខអីចឹងទៅបងប្អូនបាទបង្រៀនផាត់មុខដាក់បបោភ្នែកអីផ្សេងៗចឹងទៅបងប្អូនបាទខ្ញុំមិនសូវជាដឹងច្បាស់ទេបងប្អូនបាទដោយសារតែខ្ញុំអត់ធ្លាប់ធ្វើអញ្ចឹងណាហើយវីដេអូនេះដែរគឺខ្ញុំសូមលើកទឹកចិត្តដល់សុភាពនារីបាទដែលគាត់បានចូលសិក្សានៅអឺចំណេះជំនាញមួយហ្នឹងណាបងប្អូនបាទខ្ញុំសូមសរសើរហើយក៏លើកទឹកចិត្តដែរហើយជំនាញនេះគឺវាស័ក្តិសមនឹងសុភាពនារីមែនតើបាទហើយរកលុយបានច្រើនណាបងប្អូនបាទខ្ញុំតាមលុយគេនិយាយតគ្នាណាបាទគេរកលុយបានច្រើនណាជំនាញហ្នឹងបងប្អូនហើយសម័យយើងឥឡូវនេះអត់ដូចសម័យយើងឆ្នាំ90ជាងទេ97 98 92 93អីវាអត់ដូចសម័យហ្នឹងទេបងប្អូនសម័យហ្នឹងតតែរដូវប្រាំងរដូវអីអាហ្នឹងបានខាងសំអាងហ្នឹងគេរកលុយបានតែសម័យយើងនេះបងប្អូនបាទ2026 2027នេះបាទសម័យនេះមិនថាខែប្រាំងឬខែវស្សាទេបងប្អូនឲ្យតែយើងចេះជំនាញនឹងពិតប្រាកដបាទគឺលុយចូលរាល់ថ្ងៃលុយចូលរាល់ថ្ងៃឲ្យតែទឹកដៃយើងល្អហើយសម្ដីសម្ដៅយើងចេះគួសមជាមួយភ្ញៀវអីចឹងទៅបាទហើយយកតម្លៃសមរម្យបានហើយបាទកុំយកតម្លៃច្រើនពេកខ្ញុំសូមស្នើដល់ហើយក៏សូមស្នើដល់សូមនិយាយដល់សិស្សដែលកំពុងតែសិក្សាហ្នឹងបាទបើសិនជាចេះហើយហ្នឹងអឺគួរតែយកតម្លៃសមរម្យបានហើយបងប្អូនបាទកុំយកតម្លៃលើសលប់ពេកបងប្អូនតែយកតម្លៃលើសលប់ពេកម៉ួយគេចូលមកតែម្ដងគឺគេលែងចូលទៀតហើយដោយសារអីតម្លៃវាថ្លៃពេកអញ្ចឹងយើងយកមកសមរម្យបាទយើងយកមកសមរម្យចំណេញតិចប៉ុន្តែបានម៉ូយច្រើនរហូតហូរហែអញ្ចឹងណាបាទហើយក៏សូមគ្រប់គ្រងមែនខ្ញុំគ្រប់គ្រង 100% សម្រាប់សុភាពនារីដែលគាត់រៀនចំណេះជំនាញមួយនេះបងប្អូនគឺយើងនៅត្រជាក់រហូតបាទនៅត្រជាក់រហូតហើយមានតែចាំម៉ួយគេចូលមកហើយក៏យើងសម្អិតសម្អាងឲ្យគេតាមដែលគេចង់បានតាមដែលគេត្រូវការអញ្ចឹងទៅបាទហើយតម្លៃនោះយកសមរម្យទៅបងប្អូនហើយខ្ញុំសរសើរមែនបាទហើយជាពិសេសសិស្សនៅក្នុងវគ្គសិក្សានេះបងប្អូនបាទបើសិនជាស្ដាប់ឮហើយជាពិសេសម្ចាស់វីដេអូហើយក៏អ្នកនៅក្នុងវីដេអូនេះទាំងអស់បាទឃើញវីដេអូនេះហើយកុំភ្លេចជួយ share មួយផងបាទខ្ញុំលើកទឹកចិត្តបាទ share ទៅដើម្បីឲ្យមិត្តភ័ក្តិផ្សេងដែលគាត់អត់ទាន់បានឃើញណាបាទឲ្យគាត់បានឃើញទៅថាអូម្នាក់នេះស្គាល់តានេះមិត្តភ័ក្តិនៅឧទាហរណ៍ថានៅបាភ្នំឧទាហរណ៍ថានៅនេះនៅនោះអីចឹងណាបងប្អូនបាទខ្ញុំរៀបរាប់មិនសូវជាក្បោះក្បាយបងប្អូនបាទតែមួយទឹកហើយមិញនេះមួយទឹកហើយមិនទាន់ពាក់ខោអាវផងបាទយកវីដេអូមកអាត់សម្លេងសិនដើម្បីផុសឥឡូវហ្នឹងអាត់ឲ្យផុសភ្លាមនេះខ្ញុំពងបញ្ចូលសម្លេងនេះគឺម៉ោង 9:28 នាទីបងប្អូនម៉ោង 9:28 នាទីព្រឹកបាទថ្ងៃនេះដូចជាថ្ងៃទី8បងប្អូនថ្ងៃទី8ខែ4អញ្ចឹងហើយវីដេអូឆាត់ដល់ទីបញ្ចប់ហើយបងប្អូនបាទហើយក៏សូមអរគុណសម្រាប់ការទស្សនាហើយបើអាចនឹងជួយចែករំលែកជួយ share ម្នាក់មួយទៅបងប្អូនបាទអសញ្ញាព្រួញនៅស្រាមដៃហ្នឹងបងប្អូនបាទសញ្ញាព្រួញនៅស្រាមដៃហ្នឹងបងប្អូនជួយ share មួយទៅដើម្បីលើកទឹកចិត្តខ្លួនឯងបាទលើកទឹកចិត្តខ្លួនឯងជាពិសេសសុភាពនារីហ្នឹងបាទ share មួយទៅដើម្បីលើកទឹកចិត្តខ្លួនឯងហើយក៏ឲ្យមិត្តភ័ក្តិអីបានឃើញថាអូខ្លួនបានរៀននៅនេះបាទហ្នឹងហើយឆ្នាំក្រោយអាចបើកបានបាទអរគុណច្រើនហើយថែរក្សាសុខភាពរបស់គ្នាបាទអរគុណច្រើនជម្រាបលា